សួស្តីបងប្អូនទាំងអស់គ្នាដែលបានចូលមកស្ដាប់ថ្ងៃនេះខ្ញុំមានធានបទមួយទាក់ទងនឹងរបបអាហារដែលមានប្រយោជន៍និងរបបអាហារដែលជាជៀសចំពោះអ្នកដែលមានបញ្ហាជំងឺសួតឬយើងហៅថាបញ្ហាសួតដូច្នេះយើងត្រូវស្គាល់ថាតើសួតមានតួនាទីអ្វីខ្លះនៅក្នុងសរីរាង្គកាយរបស់យើងអញ្ចឹងខ្ញុំជឿថាបងប្អូនអរគ្នាអាចនឹងបានជ្រាបហើយថាតើសួតមានតួនាទីសំខាន់យ៉ាងណាចំពោះរាងកាយរបស់យើងអញ្ចឹងសួតគឺជាសរីរាង្គមួយនៅក្នុងរាងកាយរបស់យើងដែលមានតួនាទីសំខាន់បំផុតនោះគឺមានតួនាទីជាអ្នកជួយក្នុងការដកដង្ហើមហើយវានាំចូលនៅរោគសែនហើយមានស្មារតីកាបូនិកហើយវារីកនៅពេលដែលយើងដកដង្ហើមចូលហើយនឹងវារួមវិញនៅពេលដែលយើងដកដង្ហើមចេញអញ្ចឹងចូលដល់ចំណុចសំខាន់គឺតើបងប្អូនគួរតែញ៉ាំអាហារប្រភេទណាខ្លះចំពោះបងប្អូនមានបញ្ហាសួតឬធ្លាប់មានជំងឺសួតកន្លងមកដើម្បីជួយបង្កើនភាពស៊ាំរាងកាយឲ្យមានភាពរឹងមាំផ្លែឈើទី1គឺផ្លែប៉ោមផ្លែប៉ោមមានសារធាតុប្រឆាំងនឹងកសិកម្មquercetin និងវាអាចជួយសម្រួលដល់អាការៈជំងឺសួតហើយថែមទាំងកាត់បន្ថយការខូចខាតសួតដែលបណ្ដាលមកពីការជក់ប្រៃផងដែរទី2គឺមើមឆៃថាវក្រហមមើមឆៃថាវក្រហមផ្ដល់អត្ថប្រយោជន៍ដល់មុខងារសួតបញ្ចុះសម្ពាធឈាមនិងបង្កើនការស្រូបយកអុកស៊ីសែនផងដែរវាសម្បូរទៅដោយវីតាមីននិងសារធាតុចិញ្ចឹមជួយលើកកម្ពស់សុខភាពសួតដូចជាម៉ាញ៉េស្យូមនិងប៉ូតាស្យូមទៀតគឺផ្លែល្ពៅដែលជាបច្ចេកមួយដែលជួយជំរុញដែរហើយវាសម្បូរទៅដោយសារធាតុ carotenoid ដែលមានទំនាក់ទំនងល្អទៅនឹងវាសួតសារធាតុនេះវាក៏មានការជួយក្នុងប្រឆាំងនឹងឧស្សាហកម្មនិងប្រឆាំងការរលាកផងដែរផ្លែមួយមុខទៀតដែលបងប្អូនងាយរកបំផុតហ្នឹងគឺបន្លែបៃតងដែលមានដូចជាស្ពៃតឿបទីនិងកាណាដែលជាប្រភពនៃបន្លែដែលសម្បូរទៅដោយការ៉ូថេណុយដែលមានជាតិដែក ប៉ូតាស្យូម កាល់ស្យូមនិងវីតាមីនបន្លែបៃតងនេះក៏មិនខុសពីផ្លែល្ពៅផងដែរគឺវាមានសារធាតុប្រឆាំងនឹងការរលាកប្រឆាំងនឹងឧស្សាហកម្មដែលជួយកាត់បន្ថយការរលាកនិងជួយដល់សុខភាពទូទៅផងដែរបន្លែចុងក្រោយដែលលើកយកមកនិយាយមួយទៀតនោះគឺផ្លែប៉េងប៉ោះគឺជាប្រភពបន្លែដែលសម្បូរសារធាតុលីកូហ្វេននិងសារធាតុការ៉ូថេណុយដែលជួយឲ្យមុខងារសួតរបស់យើងប្រសើរឡើងហើយក៏ជួយកាត់បន្ថយអាការៈនៃជំងឺសួតនិងការរលាកផ្លូវដង្ហើមបានល្អផងដែរ